បងខ្ញុំមាន page មួយដែលផ្ទុះល្អដែរ follow ច្រើនដែរ engagement ក៏ច្រើនដែរតែហេតុអ្វីបានជាក្រុមហ៊ុន Facebook អត់តតម្លាក់ 2CM ឲ្យខ្ញុំសោះអញ្ចឹងទីមួយអូនទៅឆែកមើលត្រួតពិនិត្យមើល page របស់យើងគេលោវា spam ឬក៏ account admin របស់យើងជាប់ពមៀនឬក៏យើងផុសខុសគោលការណ៍អ្វីមួយទីពីរគឺយើងនៅក្នុងប្រទេសដែលគេអត់ support អូនមិនងាយទទួលបានការ invite ទេចាអញ្ចឹងបើសិនតែយើងចង់ទទួលបានការ invite យើងអាចដាក់ admin បរទេសឬក៏ VPN អីចឹងទៅឬក៏បដូរទៅជា page ដែលនៅក្រៅប្រទេសអីចឹងទៅទើបមានឱកាស invite បានលឿនចាអញ្ចឹងទី3យើងកុំធ្វើតាមប្រភេទយើងធ្វើពីប្រភេទឡើងទៅណាព្រោះអីបើសិនជាយើងធ្វើច្រើនពេកឱកាសនៃការ invite វាមានកាន់តែច្រើនឧទាហរណ៍ថាយើងធ្វើ5ហើយអ្នកក៏បាន invite 2ដែរតែបើយើងធ្វើតែមួយហើយរងចាំតែមួយនឹងបាន invite វាមិនងាយទេព្រោះប្រព័ន្ធបណ្ដាញសង្គមអ្នកណាក៏ដឹងដែរមិនថា YouTube មិនថា Facebook គេធ្វើច្រើន account ចាហើយយើងបែកចែក content គ្នាទៅ populate ទៅវិញទៅមកអីចឹងទៅចាអញ្ចឹងចំណុចទាំងអស់នេះយើងត្រូវតែដឹងខ្ញុំសូមលើកទឹកចិត្តទាំងអស់គ្នាបើតនេតយើងបង្កើត page ឬក៏ Facebook ទុក2 3អីចឹងទៅហើយជាពិសេស page Facebook មួយយើងអាចបង្កើត page បានច្រើនណារាប់រយហើយ page មួយយើងត្រូវមាន admin 2 3ដដែលអញ្ចឹងយើងត្រូវបង្កើត page 2 3អីចឹងទៅបែងចែក content ឲ្យព្យាយាមផុសទៅព្រោះបើសិនជាយើងចាំតែ page មួយនឹង invite គឺមិនងាយទេតែបើយើងធ្វើច្រើន page ដូចសិស្សខ្ញុំគាត់ធ្វើ3 4 5 page ដល់ពេលបាន invite ហើយនៅក៏2 page 3ទៀតអត់ទាន់បានអញ្ចឹងទៅយើងទុកចោលយើងផុសអា page ដែលបាន invite រលួយហើយ collab ជាមួយអា page អស់ហ្នឹងទៅមុនហើយនឹងក្រោយវាគង់តែទទួលបានការ invite ដូចគ្នាទេអញ្ចឹងសម្រាប់បងអូនដែលគាត់ប្រើតាមមួយ page សុទ្ធធ្វើតាមមួយ page ខ្ញុំសូមលើកទឹកចិត្តឲ្យធ្វើ2 3 page ទៅណាចាប់ផ្ដើមពីថ្ងៃហ្នឹងទៅវាអត់តាន់ហួសពេលទេព្រោះអីបណ្ដាញសង្គមនៅតែផ្ដល់ឱកាសឲ្យយើងក្នុងការរលួយអញ្ចឹងជាពិសេស page រលួយបានថ្លៃ page ទទួលបានការ invite លឿនហើយ page ឆាប់រុញឆាប់សចេះហើយសាង branding បានល្អទៀតជាង account ចាហើយមួយវិញទៀតណា page អាចជួយឲ្យអ្នកល្បីបានលឿនដែរហើយលក់ផលិតផលអីក៏ដាច់ដែរអាហ្នឹងសម្រាប់អ្នកដែលគាត់ចង់លក់ផលិតផលលក់អីគាត់ live លក់ក្នុង page លក់អីចឹងទៅបើក្នុង account វាអត់ដូចគ្នាទេហើយមួយវិញទៀតបើសិនជាអាចយើងគួរតែបដូរទីតាំង page របស់យើងទៅក្រៅប្រទេសហើយយើងដាក់ admin បរទេសឬក៏ VPN ប៉ុន្តែរឿង admin បរទេសនិង VPN បើសិនជាយើងដាក់ពីឥឡូវក៏មិនកើតដែរធ្វើ page ធ្វើ account យើងឲ្យ rich សិនទៅឲ្យ rich ឲ្យផ្ទុះល្អហើយបើសិនជាវាក្រ invite អាហ្នឹងចាំយើងដាក់ admin បរទេសនិង VPN ទៅដើម្បីបដូរទីតាំងទៅក្រៅប្រទេសអីចឹងដើម្បីឲ្យវាឆាប់បាន invite អញ្ចឹងគ្រាន់តែ suggest ពីខ្ញុំណាគាត់តែជា advice ពីខ្ញុំទេខ្ញុំផ្ដល់មតិយោបល់ដល់បងប្អូនទាំងអស់គ្នាគួរតែបង្កើត page 2 3ដោយអូនគាត់ថា page គាត់ reach ល្អផ្ទុះល្អចា page យើង reach ល្អផ្ទុះល្អអញ្ចឹងជា traffic មួយអញ្ចឹងយើងបង្កើត page ទី2ទី3យើងផុស collab ជាមួយអា page ទី1ហ្នឹងព្រោះអីយើងមាន fan ស្រាប់មានអ្នកគាំទ្រស្រាប់ហើយយើងចង់បង្កើត2 3 page ទៀតក៏ page 2 3របស់យើងផ្ទុះទៅតាមនឹងដែរយើងគ្រាន់តែផុស collab ផុសចាប់ដៃមួយថ្ងៃ2មួយថ្ងៃ3ផុសនៅ page ថ្មី collab មក page ចាស់ហើយយក page ចាស់របស់យើងទៅ comment add follower add top fan add highlight ចាអីអញ្ចឹងទៅគឺ fan គាត់ស្គាល់ page ថ្មីរបស់យើងហើយយើងធ្វើ2 3 page បែងចែក content គ្នាទៅអ្នកខ្លះគាត់ថាអូនមិនដឹងតើគួរផុសអីគេទេអត់ពិបាកទេបើសិនជាយើងចេះធ្វើវីដេអូឲ្យបានត្រឹមត្រូវមួយថ្ងៃយើងធ្វើ10 20វីដេអូដូចសិស្សខ្ញុំគាត់ធ្វើមួយថ្ងៃ20 30វីដេអូក៏មានដែរដោយសារតែគាត់បុកដោយសារបុកធ្វើដោយសារអីមាន page រលួយផងមាន page អត់តន់រលួយផងហើយគាត់ម្នាក់ហ្នឹងមាន page រលួយនៅដៃហើយតែគាត់អត់បោះបង់អា page អត់តន់រលួយគាត់ព្យាយាមធ្វើទៀតដើម្បីឲ្យបាន invite តទៀតហើយណាគាត់ទុកធ្វើ page លក់ឬក៏កើន fan កើន follower លក់ឲ្យបងយក page ទៅលក់ឲ្យបងលក់ផលិតផល online ក៏បានចាព្រោះយើងបង្កើត page ពិតប្រាកដអត់មានចាក់ follower អត់មាន boost follower boost view អីណាចាគឺចេញពីសមត្ថភាពរបស់យើងអញ្ចឹងគេចង់បាន real follower សិនអញ្ចឹងចាដើម្បីយកទៅលក់ផលិតផល online ឬក៏យើងទុក page ហ្នឹងរលួយទៅថ្ងៃក្រោយបើវាបាន invite យើងទុកឲ្យកូនយើងធ្វើបងប្អូនយើងធ្វើមិត្តភក្តិយើងធ្វើអីអញ្ចឹងទៅឬក៏លក់ page គ្រប់គោលការណ៍ហ្នឹងឲ្យគេក៏បានដែរសិតតែឱកាសរលួយទាំងអស់អញ្ចឹងចាអ្នកដែលគាត់អត់ទាន់បានធ្វើ page 2 3ទេទៅបង្កើត page ថ្ងៃហ្នឹងរបៀបបង្កើត page ខ្ញុំតម្រាក់នៅក្នុង comment ជូនប៉ុន្តែកុំធ្វើតែមួយ page ចាធ្វើ2 3 page ឡើងទៅទើបមានឱកាស invite កាន់តែច្រើនហើយម្យ៉ាងយើងមាន traffic នៅដៃឯងចា page មួយកំពុងផ្ទុះល្អអញ្ចឹងយើងចង់ធ្វើ page ទី2ទី3ទៀតក៏អត់ពិបាកដែរធ្វើ page ច្រើនឱកាស invite កាន់តែច្រើន